បាទជាសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាដើមក្រូចបាទបងប្អូនទាំងអស់គ្នាមើលឃើញស្លឹកក្រូចក៏ប៉ុន្តែដើមនេះមិនមែនជាដើមក្រូចទេគឺដើមកសាំងបងប្អូនស្គាល់ដើមក្រសាំងអត់បាទតាមពិតទៅដើមក្រូចហ្នឹងយើងអាចផ្សំជាមួយនឹងដើមកសាំងបានហើយនេះទៀតសោតមិនមែនខ្ញុំអ្នកផ្សំទេគឺប្អូនស្រីរបស់ខ្ញុំគឺគាត់ប្រកែកមែនទែនក្នុងការផ្សំអានេះជាដើមទី2នៅវីដេអូក្រោយខ្ញុំនឹងថតដើមទី1គឺវាបានចេញផ្លែហើយនឹងដើមក្រូចឆ្មាប៉ុន្តែនេះជាដើមក្រូចថ្លុងចាំមើលប្រហែលជាមួយឆ្នាំទៀតអាចនឹងផ្លែហើយដើមនេះដោយសារតែដើមក្រូចឆ្មាហ្នឹងក៏អាចវាប្រើពេលប្រហែលជាមួយឆ្នាំដែរក្នុងការធ្វើវាចេញផ្កាផ្លែបានបើសិនជាបងប្អូនចង់ដឹងពីបច្ចេកទេសក្នុងការតដើមក្រូចជាមួយនឹងដើមកសាំងហ្នឹងអាច comment នៅខាងក្រោមវីដេអូបានហើយកុំភ្លេចជួយចុច like ផង